នៅជប៉ុនមានទន្លេនិងបឹងមួយដែលអ្នកអាចឮសំឡេងចេញពីទឹកប៉ុន្តែនោះមិនមែនជាសត្វធម្មតាទេបើសិនជាអ្នកហ៊ានលោតចូលទឹកអ្នកនឹងអាចជួបខាប៉ាជាវិញ្ញាណទឹកចម្លែកដែលស្រឡាញ់ហើយក៏ចាប់អ្នកខាប៉ាគឺជាយោកៃគឺជាសត្វប្រឌិតនៅក្នុងរឿងជប៉ុនមានរូបរាងដូចជាមនុស្សតូចស្បែកពណ៌ខៀវនិងកម្ពស់ដូចជាកូនក្មេងមាន head plate នៅលើក្បាលដែលផ្ដល់ថាមពលនៅក្នុងប្រពៃណីខាប៉ាគឺជាសត្វទឹកដែលរស់នៅទន្លេបឹងនិងបង្កើតឧបាយផ្សេងៗបុរាណកាលជជែកថាខាប៉ាអាចចូលប្រហារឬកំប្លែងជាមួយនឹងក្មេងៗនិងមនុស្សដែលហក់ចូលទៅក្នុងទឹកអ្នកស្រុកបានរាយការណ៍ថាបានឃើញសត្វក្បាលខៀវនៅក្នុងទឹកខាប៉ាបានចាប់ជើងក្មេងៗឬអ្នកប្រើទូកពេលមានអ្នកជួបរាយការណ៍ថាមានការហែលនិងមានសំឡេងទឹកប្រពៃណីបានបង្កើតវិធីសង្គ្រោះដោយផ្ដល់ត្រសក់ឲ្យខាប៉ាបើផ្ដល់វាខាប៉ាអាចចូលចិត្តហើយទុកអ្នកឲ្យត្រឡប់ទៅវិញខាប៉ាមិនត្រឹមតែគួរឲ្យខ្លាចប៉ុណ្ណោះទេវាក៏ត្រូវបានគេចាត់ទុកថាជាសត្វទឹកដែលមានឧបាយល្បិចប្រពៃណីរាយការណ៍ថាវាអាចបង្កឲ្យបាក់បែកឆ្អឹងក្បាលរបស់អ្នកបានបើសិនជាអ្នកធ្វើអាក្រក់ប៉ុន្តែប្រសិនបើអ្នកគិតលេងក្បាលវាអ្នកអាចគ្រប់គ្រងវាគេជឿថាខាប៉ាក៏ជាសត្វអំណោយផងដែរដោយវាជួយអ្នកតាមប្រពៃណីប៉ុន្តែអ្នកមិនត្រូវធ្វើអាក្រក់នោះទេសប្តាហ៍ថ្ងៃយើងមិនទាន់ឃើញខាប៉ាច្បាស់នៅឡើយទេប៉ុន្តែអ្នកស្រុកនៅជប៉ុននៅតែមានរឿងរាយការណ៍ថាមើលឃើញរាងដូចកូនក្មេងនៅក្នុងទឹកអ្នកទេសចរថតរូបឃើញភ្នែកកាន់តែខ្ពស់ខាប៉ាមិនមែនជាសត្វធម្មតាទេវាជាវិញ្ញាណទឹកដែលមានភាពអាចបង្កគ្រោះថ្នាក់និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឯប្រទេសជប៉ុនដើម្បីបានជួបខាប៉ាតើអ្នកហ៊ានចុះទៅលេងទឹកនៅពេលយប់ដែរឬទេសូមខមមិនខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជាមួយពិភពលោក